បាទជំរាបសួរបងបាទអតិថិជនម៉ូលីកសិផលខ្មែរនិងផ្ទះកសិករបងបាទនេះលហុងថ្ងៃទី28បាទយើងបេះម្ដងទៀតហើយបងបាទលហុងរបស់យើងភាគច្រើនគឺយើងបេះបែបទុំដើមហើយនឹងសាគៀលប៉ុន្តែជូនបងប្អូនថាអាទុំបែបអញ្ចេះផ្លូវឆ្ងាយអត់បានណាបងប្អូនបាទដោយសារវាប៉ះទង្គិចលើការដឹកជញ្ជូនវាប៉ល់វាបែកអញ្ចឹងហើយជាហេតុផលដែលខ្ញុំតម្រូវបេះពណ៌សម្បល់បែបនេះមួយឆ្នូតពីរឆ្នូតចេះប៉ុន្តែបងប្អូនសួរថាផ្អែមនេះផ្អែមបងប្អូនបាទយើងគ្រាន់តែការពារការដឹកជញ្ជូនផ្លូវឆ្ងាយទេបងប្អូនបាទហើយយើងរុំកដាក់កសែតទៅវាហប់ទៅអាកាសធាតុក្តៅរបៀបចេះទៅក៏វាទុំអញ្ចឹងទៅយើងមានបានប្រើប្រាស់ប្រភេទពពួកថ្មស្អុយដើម្បីបខំទុំទេគឺវាទុំតាមលំនាំធម្មជាតិអញ្ចឹងបងប្អូនបាទអញ្ចឹងត្រឡប់មកលើព័ត៌មានលហុងរបស់យើងវិញលហុងនេះគឺយើងដាំនៅខាងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់អញ្ចឹងបងប្អូនកុំបារម្ភថាលហុងនេះមកពីវៀតណាមដឹងមកពីត្នេះដឹងមកពីត្នោះមិនដឹងអញ្ចឹងជំរាបជូនបងប្អូនយ៉ាងប្រកបចិត្តថាប្រភពគឺចេញពីទឹកដីស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ការដាំដុះថែទាំដោយប្រជាកសិករខ្មែរដែលកំពុងតែរស់នៅជាអចិន្ត្រៃយ៍នៅក្នុងទឹកដីខេត្តពោធិ៍សាត់តែម្ដងអញ្ចឹងបងប្អូនបាទហើយពូជលហុងនេះឈ្មោះថាពូជលហុង Holland លក្ខណៈពិសេសរបស់លហុងនេះសាច់ហាប់សាច់ណែនផ្លែមានទម្ងន់បាទផ្អែមដិតឆ្ងាញ់បាទហើយគ្រាប់មានតិចមិនមែនថាអត់គ្រាប់ទេមានគ្រាប់តែវាតិចតួចហើយបើនិយាយពីថាឆ្ងាញ់ធានាជូនថាឆ្ងាញ់មិនឆ្ងាញ់លុះត្រាតែលហុងមានបញ្ហាសុខភាពលហុងមានជំងឺអីហ្នឹងគឺអាចប្រឈមនឹងបញ្ហាលហុងសាបដែរអញ្ចឹងបងប្អូនបាទប៉ុន្តែលហុងរបស់ខ្ញុំដែលរៀបចំទៅនេះគឺជាប្រភេទលហុងដែលយើងសម្រិតសម្រាំងអញ្ចឹងយើងអត់ចេះតែដាក់ទៅទេបងប្អូនណាបាទអញ្ចឹងបើបងប្អូនមានទំនុកចិត្តនឹងចង់ទទួលទាននៅលហុងខ្មែរចំជាខ្មែរពិតប្រាកដលក់និងដាំដុះដោយប្រជាកសិករខ្មែរបាទរកទិញបាននៅក្នុងเพจម៉ូលីកសិផលខ្មែរនិងផ្ទះកសិករបងប្អូនណាបាទផ្ញើជូនបានគ្រប់ខេត្តក្រុងរាល់បញ្ហាខណៈពេលដឹកជញ្ជូនមានការខូចខាត1 2 3 4កើតឡើងគឺយើងខ្ញុំទទួលខុសត្រូវជូនបាទអរគុណច្រើនបងប្អូនបាទ